ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនេតិសុខភាពនិងសម្រស់បានវិលមកជួបបងប្អូនម្ដងទៀតហើយលើកនេះរៀងប្លែកបន្តិចគឺមានចុងភៅរូបស្រស់កំពុងតែធ្វើម្ហូបលោកអ្នកអាចទាយបានតើថ្ងៃនេះលើកយកមកនិយាយពីអត្ថប្រយោជន៍អំពីអីទៅចានោះគឺអំពីថ្លើមចៀមចាតើថ្លើមចៀមមានអត្ថប្រយោជន៍អ្វីខ្លះថ្លើមចៀមជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់វាមានជាតិដែកជួយបង្កើតឈាមនិងការពារពេលខ្វះឈាមវាក៏មានវីតាមីន A ដែលល្អសម្រាប់ភ្នែកនិងស្បែកហើយមានវីតាមីន B12 ជួយប្រព័ន្ធប្រសាទនិងការបង្កើតឈាមបន្ថែមពីនេះវាមានប្រូតេអ៊ីនដែលជួយឲ្យរាងកាយមានកម្លាំងនិងជួយសាច់ដុំលូតលាស់ល្អវិធីចម្អិនដំបូងត្រូវលាងថ្លើមចៀមឲ្យស្អាតហើយកាត់ជាបន្ទះតូចបន្ទាប់មកដាក់អំបិលនិងម្រេចបន្តិចដើម្បីឲ្យមានរសជាតិក្តៅខ្ទះដាក់ប្រេងហើយចៀនខ្ទឹមសឲ្យក្រអូបឈ្ងុយបន្ទាប់មកដាក់ថ្លើមចៀមចូលចៀនប្រហែលពី3ទៅ5នាទីរហូតឆ្អិនចុងក្រោយបន្ថែមទឹកត្រីឬទឹកស៊ីអ៊ីវបន្តិចហើយអាចដាក់ម្ទេសឬស្លឹកខ្ទឹមបន្ថែមតាមចំណូលចិត្តចាញ៉ាំបាយជាមួយថ្លើមចៀមនឹងក្តៅគឺឆ្ងាញ់បំផុតតើថ្លើមចៀមនេះមានផលប៉ះពាល់ដែរទេគឺតែងតែមានបន្តិចបន្តួចហើយនៅពេលដែលយើងញ៉ាំច្រើនពេកធ្វើឲ្យវីតាមីន A លើសក្នុងរាងកាយអាចបង្កើនកូលេស្តេរ៉ុលប្រសិនបើញ៉ាំញឹកញាប់ពេកអាចប៉ះពាល់ដល់អ្នកដែលមានជំងឺបេះដូងឬជំងឺកូលេស្តេរ៉ុលខ្ពស់ប្រសិនបើចម្អិនមិនឆ្អិនល្អអាចបង្កបញ្ហាអាហារពុលបានដូច្នេះគួរញ៉ាំក្នុងបរិមាណសមរម្យនិងចម្អិនឲ្យឆ្អិនល្អចានៅពេលនេះអត្ថបទដែលខ្ញុំលើកឡើងពីអត្ថប្រយោជន៍ដូចជាផលប៉ះពាល់របស់ថ្លើមចៀមសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណនិងសូមជម្រាបលា